បាទសូមជំរាបសួរលោកគ្រូអ្នកគ្រូអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអំពីរបៀបនៃការ add ប្រភេទសំណួរចំនួន3ប្រភេទទី1គឺប្រភេទ true false ទី2គឺ matching ទី3គឺ open ended question បាទខ្ញុំសូមបង្ហាញនៅកន្លែងដែលយើងត្រូវចូលទៅ add សំណួរតែម្ដងដោយទី1គឺតាក់ទងជាមួយនឹង true false គឺយើងចុចទៅលើ add បាទ add a new question ហើយយើងរើសពាក្យថា true false បាទចុចទៅលើពាក្យ add មកបន្តមកទៀត question name យើងអាចធ្វើការដាក់ជាលេខរៀង question text នៅកន្លែងនេះគឺយើងធ្វើការយកសំណួរ true false ឬក៏ sentence បាទយកមកដាក់មកបាទឧទាហរណ៍ហើយយើងដាក់នៅកន្លែង question text ហើយ function ខាងលើនេះគឺយើងអាច edit បានធម្មតាបន្តមកទៀត default mark កន្លែងនេះយើងអាចធ្វើការដាក់មកអញ្ចឹងកន្លែងនេះលោកគ្រូអ្នកគ្រូឆ្នាំបើយើងដាក់មកប៉ុណ្ណាសំណួរប្រភេទដដែលវានឹងលោតមកប៉ុណ្្នឹងទៀតបាទបន្តមកទៀតកន្លែង correct answer នេះយើងរើសមកអញ្ចឹងចម្លើយវាគឺ true បាទយើងដូរពី false មកកាន់ true បាទហើយយើងយកពាក្យថា save change បាទអញ្ចឹងបន្ទាប់ពី add សំណួរ true false ហ្នឹងហើយយើងគ្រាន់តែចុច preview មើលមកបាទហើយយើងអាចចុចកន្លែង fill in correct response ដើម្បី make sure ថាចម្លើយយើងរើសគឺត្រឹមត្រូវបាទអញ្ចឹងចប់ពីរបៀបនៃការ add ប្រភេទសំណួរ true false យើងចូលមកបន្ទាប់ទៀតគឺ matching បាទអញ្ចឹងយើងចូលមកកន្លែង add ដដែលដោយ add គឺមាន2ទី1បើយើង add ពីលើមកគឺវាស្ថិតនៅក្នុង page តែមួយបន្ទាប់មកទៀតបើយើង add នៅខាងក្រោមនេះគឺវានឹង load ចេញ page 2ហ្នឹងគ្រាន់តែជាកន្លែងដែលយើងarrange នៅក្នុង edit area របស់ lecturer ទេបាទអញ្ចឹងយើងចុចខាងក្រោមមកហើយ add a new question អញ្ចឹងរឿងយើងរើសយក matching មកបាទហើយចុចពី add មកដល់ចំណុចនេះ question name គឺនៅតែលេខរៀងដដែលខ្ញុំឧទាហរណ៍ថាលេខ2បន្ទាប់មកទៀត question text កន្លែងនេះខុសពីសំណួរផ្សេង question text កន្លែងនេះមិនមែនជាកន្លែងដែលយើងដាក់សំណួរទេប៉ុន្តែជាកន្លែងដែលយើងដាក់តាក់ទងជាមួយនឹង introduction ឬក៏ guideline ដោយសារតែសំណួររបស់ matching គឺយើងដាក់នៅកន្លែង question បាទដែលមាន answer នៅខាងក្រោមហ្នឹងអញ្ចឹងឧទាហរណ៍ថាបើសិនជា sentence ហ្នឹងឬក៏សំណួរហ្នឹងយើងដាក់នៅកន្លែងហ្នឹងហើយចម្លើយត្រឹមត្រូវរបស់វាគឺយើងដាក់នៅខាងក្រោមហ្នឹងតែម្ដងបាទអញ្ចឹងត្រឡប់មកលើវិញ question text នេះខ្ញុំនឹងធ្វើការដាក់ជាការណែនាំខាងលើនេះដែលគេបានដាក់មកហ្នឹងបាទហើយយើងធ្វើការដាក់នៅកន្លែងនេះតាក់ទងជាមួយបន្ទុកនៅក្នុង question នៅក្នុង matching របស់ UPOP យើងគឺយើងអត់មានកន្លែងដាក់ specific ទៅលើសំណួរមួយទេមានន័យថាយើងដាក់រួមដោយឲ្យ system នេះវាចែកទៅលើចំនួនសំណួរនីមួយៗតែម្ដងឧទាហរណ៍ថាសំណួរមាន5ខ្ញុំដាក់10អញ្ចឹងសំណួរនីមួយៗនឹងបានចំនួន2បន្ទុកបាទអញ្ចឹងខ្ញុំអត់តន់ដាក់ទេខ្ញុំសុំទៅកាន់ឧទាហរណ៍ទៅលើការដាក់សំណួរទី1ឧទាហរណ៍ថា cardio នេះវាស្មើនឹងពាក្យ hard អញ្ចឹងយើងដាក់ cardio កន្លែង question ហើយយកពាក្យ hard នេះយើងដាក់កន្លែង answer បាទអញ្ចឹងអាទី1វាដើរតួជា sentence ឬក៏សំណួរហើយកន្លែងនេះគឺ answer បាទបន្ទាប់មកទៀតខ្ញុំឧទាហរណ៍ទាំងអស់ហ្នឹងតែម្ដងបាទកន្លែងប្រឡែង3នេះយើងអាចធ្វើការចុចមកបាទដើម្បីបាន3បន្ថែមទៀតប្រឡែងនេះធ្វើបើយើងចុចទៅវា refresh មែនប៉ុន្តែរាល់អ្វីដែលយើងបានដាក់គឺ save ធម្មតាបាទអញ្ចឹងយើងចូលមកកាន់ទី4បាទបន្តមកទៀតយើងយកចម្លើយដូចគ្នាហើយឲ្យចុងក្រោយគេបាទអញ្ចឹងខ្ញុំបានដាក់ចប់ហើយទាំងអស់គឺមានចំនួន5អញ្ចឹងនៅពេលដែលយើងដាក់រួចយើងក៏លេខមកមើលកន្លែងបន្ទុកវិញបាទអញ្ចឹងឧទាហរណ៍ថា5វិញហ្នឹងគឺខ្ញុំចង់ឲ្យ1គឺបាន2បន្ទុកអញ្ចឹងយើងចែកមកគឺទាំងអស់គឺវា10បាទអញ្ចឹងគឺបែបហ្នឹងហើយជាក់ស្ដែងសំណួរ matching មិនបានតែប្រភេទ vocabulary អញ្ចឹងទេយើងអាចដាក់ជា sentence វិញក៏បានដែរដោយសារ student គាត់ធ្វើ match ទៅលើហ្នឹងបាទ
ចឹងយើងសាកសើមកថាតើ matching របស់ UPOP មានលក្ខណៈបែបណាបាទហើយចុចទៅលើ preview បាទអញ្ចឹង matching គឺមានលក្ខណៈបែបហ្នឹងគឺ student ក៏រើសមកដើម្បី match ជាមួយកន្លែងហ្នឹងមួយទៀតបើសិនជានៅពេលដែលយើង save យើងឃើញស្មើអញ្ចឹងលោកគ្រូអ្នកគ្រូក៏អាចធ្វើការប្រើប្រាស់នៅនេះបានដែរគឺនិមិត្តសញ្ញាឧទាហរណ៍បាទយើងត្រឡប់មកវិញមកនេះកន្លែងនេះយើងអាចធ្វើការរើសយកសញ្ញានេះបាទបាទកន្លែងនេះយើង select ទាំងអស់ចឹងមកបាទហើយយើងធ្វើការ save ម្ដងទៀតហើយ preview ម្ដងទៀតបាទអញ្ចឹងឃើញលោកគ្រូអាចមើលបានអញ្ចឹងគឺវាមានលក្ខណៈមើលទៅវាស្អាតជាងមុនប៉ុន្តែខ្ញុំបញ្ជាក់កន្លែងនេះដោយសារតែ function យើងបើក shuffle នៅខាងក្នុងបើសិនជាលោកគ្រូដាក់កន្លែងនេះដាក់លេខឬក៏ ABCD ដាក់អត់បានទេកាលណាបើសិនជាយើងដាក់លេខឬក៏ ABCD នៅពេលដែលវា shuffle ABCD ហ្នឹងគឺវាបច្ច្រាស់ទៅតាមនឹងដូចគ្នាបាទអញ្ចឹងកន្លែងនេះ matching គឺដាក់បានតែនិមិត្តសញ្ញាបែបនេះបានទេបាទបន្ទាប់មកទៀតទៅដល់សំណួរចុងក្រោយគេជាប្រភេទ open-ended question ដែល system វាអត់កែទេអាហ្នឹងគឺលោកគ្រូអ្នកគ្រូទៅកែដោយដៃអញ្ចឹងខ្ញុំបង្ហាញអំពីរបៀបនៃការដាក់គឺយើងចុចទៅលើ add ដូចគ្នាបាទ add a new question បន្ទាប់មកទៀតប្រភេទ menu question គឺយើងចុចទៅលើពាក្យ essay បាទកន្លែង question name នេះគឺយើងដាក់លេខរៀងមកខ្ញុំដាក់ឧទាហរណ៍ថាលេខ3បាទបន្ទាប់មកទៀត question text គឺនេះឧទាហរណ៍ថានេះគឺជា question ឬក៏ sentence របស់សំណួរហ្នឹងដែលឲ្យកូនសិស្សរៀបរាប់យើងផាសមកហើយយើងអាចដាក់រូបដាក់អីបានធម្មតាយើងមើលទៅលើ function ដែលវាបានឲ្យយើងស្រាប់ហ្នឹងបាទបន្តមកទៀត default mark ខ្ញុំឧទាហរណ៍ថាចំនួន5បន្ទុកហើយខាងក្រោមនេះសូមទុកនៅ standard ដែរកន្លែង creator information នេះលោកគ្រូអ្នកគ្រូអាចធ្វើការដាក់នៅចម្លើយរបស់សំណួរហ្នឹងបានកន្លែងនេះនិស្សិតគាត់មើលឃើញទេប៉ុន្តែlecturer នៅពេលដែលចូលកែគឺយើងមើលឃើញកន្លែងនេះខ្ញុំចង់បញ្ជាក់សម្រាប់សាស្ត្រាចារ្យមួយចំនួនគាត់ឲ្យខាង coordinator គាត់ជាអ្នកជួយកែឲ្យអញ្ចឹងនៅពេលដែលពួកគាត់ជួយកែឲ្យយើងមានចម្លើយនៅលើនឹងស្រាប់វាបង្កលក្ខណៈងាយស្រួលដល់អ្នកដែលគាត់ជួយកែហ្នឹងគាត់មានចម្លើយនៅលើនឹងតែម្ដងបាទអញ្ចឹងមកប៉ុណ្ណឹងហើយយើងធ្វើការ save change មកបាទអញ្ចឹងយើងមក preview មើលបាទនេះគឺជាប្រភេទសំណួរ open-ended question បាទអូខេអញ្ចឹងនៅពេលដែលយើងដាក់ហើយអញ្ចឹងកន្លែង edit area នេះយើងអាច arrange បានអានេះគឺជាការរៀបចំរបស់លោកគ្រូអ្នកគ្រូទេកុំឲ្យប្រភេទសំណួរហ្នឹងវាចូលគ្នាយើងអាចចុចកន្លែងនេះមកបាទអញ្ចឹងវាបដាច់អញ្ចឹងហើយមួយទៀតលោកគ្រូអ្នកគ្រូក៏អាចធ្វើការបង្កើតនៅ headline បានដែរដែល headline ទាំងអស់នេះអាចបង្កើតបានលើកលែងតែយើងបដាច់ page ពីគ្នាបែបនេះឧទាហរណ៍ថាទី1ខ្ញុំដាក់ MCQ ហើយទី2យើងដាក់ headline ដែលយើងចុចលើ add នៅលើ page ទី2បាទគឺមាន add a new section heading ទី2គឺខ្ញុំដាក់ថា true for បាទបន្តមកទៀតឧទាហរណ៍ថាទី3គឺយើងដាក់ head មួយទៀតបាទយើងដាក់ថា writing question បាទខ្ញុំឧទាហរណ៍ទេដាក់ថា writing ចុះបាទអញ្ចឹងសំណួរដែលខ្ញុំបានបង្ហាញនេះគឺរួចរាល់លោកគ្រូអ្នកគ្រូអាចមើលបានពាក្យ shuffle វានឹងមានទាំងអស់នៅពេលដែលយើងបង្កើត head នីមួយៗដោយវានឹងធ្វើការបដូរលំដាប់សំណួរនៅក្នុងកញ្ចប់នៃប្រភេទសំណួរទាំងអស់ហ្នឹងបាទឧទាហរណ៍ថា true false អញ្ចឹងសំណួរទាំងអស់វានឹង shuffle គ្នាបាទហើយ open-ended question ដូចគ្នាអញ្ចឹងខ្ញុំបានបង្ហាញរួចរាល់ហើយទី1គឺ true false ទី2គឺ matching ដោយពីរនេះគឺ system កែ automatic នៅពេលដែល student គាត់ធ្វើហើយគឺចេញ result ភ្លាមៗតែម្ដងលើកលែងតែ writing បាទ writing នេះតតែលោកគ្រូអ្នកគ្រូចូលតកែទើបបន្ទុកចេញឲ្យបូកជាមួយនឹងសំណួរផ្សេងបាទខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងបើសិនជាលោកគ្រូអ្នកគ្រូមានចម្ងល់សំណួរអាចតាក់ទងមកខ្ញុំបានគឺបណ្ឌិតផ្នែក UPOP ដែលមានលេខទូរស័ព្ទ016 266 175បាទសូមអរគុណ